បាទនេះភូមិអូក្រោបមកខេត្តកំពង់ស្ពឺបាទនេះដើមនេះខ្ញុំថតឲ្យបងប្អូនមើលរាល់ឆ្នាំនេះបាទដាក់ភ្លេងចិនបុរាណឲ្យស្ដាប់ទៀតបាទហ្នឹងរាល់ឆ្នាំរៀងរាល់ឆ្នាំខែ2យើងហ្នឹងចុងខែ2ហ្នឹងរីកហើយរីករាល់តែឆ្នាំអញ្ចឹងមួយឆ្នាំទៅមួយឆ្នាំបាទអូបងប្អូននេះអូហូបពីច័ន្ទឆ្នាំមកវិញណាបាទបានមកបកត្រីជីកាត់តំបន់ធម្មជាតិអញ្ចឹងបងប្អូនអើយចិត្តរីករាយស្រស់ស្រាយមែនតើបងប្អូនឃើញធម្មជាតិស្រស់បំព្រងបាទខែប្រាំងខែផ្សាបាទប្លែកបាទខុសគ្នាបាទថ្ងៃនេះទៅលេងត្រីទៀតដែរបងប្អូនអើយស្ដាយបងប្អូនបាក់ដងបាត់បាទបានត្រី3ហើយបងប្អូនត្រីទី3បាក់ដងបណ្ដោយបងប្អូនអានេះចូលគីឡូធ្ងន់ពេកបាទមួយដល់បងប្អូនដល់កមកលេងដងយ៉ាងហ្វាននេះបងប្អូននេះដងទិញមកចិនបាទវាលេងដែរបងប្អូនបាទរត់ត្រីគីឡូធ្ងន់រត់អត់កើតបងប្អូនមើលនេះដងយ៉ាងហ្វាននឹងធ្វើវីដេអូបង្ហាញបងប្អូនមុននេះឥឡូវបាត់ហើយបាទប្រើទិញកើតទេបងប្អូនបាទវារៀងស្ដើងผมមែនតើយកជិត2គីឡូបងប្អូនរស់ចូលមកគីឡូ8បងប្អូនគីឡូ7គីឡូ8បាក់បាត់ហើយស្ដាយបាត់បាក់វិញត្រីបានច្រើនបងប្អូនបាទវត្តមិញបាក់ដងបាត់ហើយទី3បងប្អូនបាទពីការលេងនៅដែកមកលេងនៅស្រស់មកលេងនៅដែកវិញបាទលេងក្ឌីវិញបាទនេះ3